មានស្ត្រីម្នាក់ដែលគាត់ជាជនជាតិឥណ្ឌូនេស៊ីពេលដែលគាត់ដើរមកក៏ឃើញស្មៅមួយនៅក្នុងទឹកបន្លាយនេះគឺពិតជាចម្លែកមែនតើហើយបន្លាយនេះគឺហូរទឹកដល់ខ្លាឆ្វង់ប៉ុន្តែចម្លែកត្រង់នោះគឺថ្មនៅទីកន្លែងនេះគឺពណ៌មាសតែម្ដងនេះហើយទើបធ្វើក៏ឲ្យគាត់ចាប់អារម្មណ៍ខ្លាំងមែនតើដោយសារទឹកកន្លែងនេះគឺមានពណ៌ថ្លាហើយចំពោះថ្មនៅទីកន្លែងនេះគឺពណ៌មាសអញ្ចឹងគាត់គិតប្រកាសថានៅក្នុងនេះពិតជាមានរ៉ែមាសសំខាន់មួយហើយគាត់ឃើញគុំស្មៅហ្នឹងគាត់ក៏កោះគុំស្មៅហ្នឹងតែម្ដងគុំស្មៅហ្នឹងរ៉ែមាសរ៉ែអីហ្នឹងមកទីណាអីគឺហូរមកតាក់នឹងគុំស្មៅតាក់នឹងឫសស្មៅតែម្ដងណាពេលហ្នឹងគាត់កោះទាំងឫសតែម្ដងកោះហើយក៏គាត់យកមកកលែងរែងបែបលក្ខណៈបច្ចេកទេសរបស់គាត់ដើម្បីឲ្យកាដីទាំងអស់ហ្នឹងហូរចេញគឺរកចម្រាញ់យកតែរ៉ែទេរកតែរ៉ែមាសទេតែម្ដងពេលហ្នឹងគាត់ក៏ចាប់ផ្ដើមចម្រាញ់គោះស្មៅគោះអីដើម្បីឲ្យវាធ្លាក់រ៉ែដែលជាប់នឹងគុំស្មៅណាជាប់នៅកញ្ច្រែងរ៉ែរបស់គាត់ហ្នឹងហើយបងប្អូនឃើញហើយទឹកនៅទីកន្លែងនេះពិតជាចម្លែកមែនទែនធម្មតាទឹកគេផ្សេងទឹកថ្លាឆ្វង់អញ្ចឹងថ្មគឺធម្មតាទេពណ៌ខ្មៅពណ៌សពណ៌ក្រម៉ៅអីចឹងទៅប៉ុន្តែនៅទីកន្លែងនេះគឺពណ៌មាសឆ្អិនឆ្អៅអញ្ចឹងធ្វើឲ្យគាត់ចាប់អារម្មណ៍ណាពេលដែលគាត់កោះស្មៅនឹងហើយគាត់រែងដីរែងអីអញ្ចឹងចុះហើយដើម្បីឲ្យរ៉ែមាសហ្នឹងធ្លាក់ទៅបាតក្រោមនោះខូចបាតក្រោមដូចគូតខ្យងអញ្ចឹងណាពេលហ្នឹងមាសធម្មតាវាធ្ងន់គឺវាធ្លាក់ទៅខាងក្រោមហើយដីគឺរ៉ែអីផ្សេងវាស្រាលជាងមាសទាំងអស់វាអណ្ដែតមកខាងលើគាត់រែងលក្ខណៈបែបបច្ចេកទេសរបស់គាត់និយាយទៅជំនាញរបស់គាត់មែនតើគាត់រែងកលែងឲ្យអស់ចេញដីចេញកាអីផ្សេងអញ្ចឹងណាតែបើចំពោះបងប្អូនដែលមិនដល់ធ្វើការរែងបែបនេះទេគឺរែងទៅទាំងអស់ហើយតែអានេះបច្ចេកទេសគាត់ទំនៀមទម្លាប់របស់គាត់គឺការរៀបរកវិធីសាស្ត្ររបស់គាត់គឺអាជីពរបស់គាត់តែម្ដងនិយាយទៅណាអាជីពរបស់គាត់ឥឡូវនេះគឺគាត់រែងចិត្តអស់ហើយគាត់បហូរទឹកតិចកាដីកាអីចោលហើយគាត់ក៏សល់នៅកំតិចមាសនៅក្នុងហ្នឹងគឺមាសហើយគាត់ក៏បង្ហូរយកមាសហ្នឹងចូលអូបងប្អូនឃើញទេពណ៌លឿងហើយពណ៌ខ្មៅនេះគឺជារ៉ែដាច់រ៉ែអីវាមានប្រាក់វាមានស្ពនធွာវាមានទងដែកអញ្ចឹងណាហើយមាសគឺចាក់ខាងក្រោមគេដោយសារតែមាសមានទម្ងន់ក្នុងនេះក៏មិនតិចបងប្អូនឃើញតិចបែបនេះគឺច្រើនណាស់ប្រហែលជាបានមួយជីទៅក៏